ក្រុមគ្រួសារជប៉ុននៅតែដង្ហើយរកយុត្តិធម៌ពីប្រទេសថៃក្រោយរឿងក្តីឃាតកម្មលើកូនស្រីវ័យ27ឆ្នាំនៅខេត្តសាខោតីសល់តែមួយឆ្នាំទៀតផុតអាជ្ញាយុកាដែលបានសេចក្តីថាសពនឹងស្លាប់ដោយអយុត្តិធម៌រីឯឃាតករនៅតែបន្តរស់យ៉ាងសុខស្រួលតូម៉ូកូខាវ៉ាស៊ីជានារីវ័យ27ឆ្នាំមកពីទីក្រុងអូសាកានាងជាអ្នកសម្ដែងល្ខោនដែលមានក្តីស្រមៃនិងស្រឡាញ់ការធ្វើដំណើរក្នុងខែវិច្ឆិកាឆ្នាំ2007នាងបានសម្រេចចិត្តធ្វើដំណើរមកប្រទេសថៃម្នាក់ឯងក្នុងនាមជាអ្នកទេសចរដើរតែខ្លួនមួយឬ backpacker នៅក្នុងខេត្តសាខោតីកំឡុងពេលពិធីបុណ្យបណ្ដែតកន្ទោងនៅថ្ងៃទី25ខែវិច្ឆិកានាងបានជួលកង់ពណ៌ក្រហមជិះចូលទៅក្នុងឧទ្យានប្រវត្តិសាស្ត្រសាខោតីសាក់សីបានឃើញនាងអង្គុយញ៉ាំបាយប្រអប់យ៉ាងមានក្តីសុខមុនពេលធ្វើដំណើរឆ្ពោះទៅខណ្ឌវត្តសាផាន់ហិនដែលជាទីបូជនីយដ្ឋានបុរាណនៅលើភ្នំខ្ពស់រហូតដល់វេលាម៉ោងប្រហែល 15:00 នាទីទើបមានភ្ញៀវទេសចរបានប្រទះឃើញសពរបស់នាងដេកក្នុងថ្លុកឈាមនៅត្រង់ផ្លូវឡើងទៅកាន់វត្តសពមានស្នាមចាក់ដោយអាវុធមុតស្រួចនៅត្រង់កនិងពោះយ៉ាងធ្ងន់ធ្ងរទ្រព្យសម្បត្តិផ្ទាល់ខ្លួនដូចជាកាបូបលុយកាមេរ៉ានិងលិខិតឆ្លងដែនបានបាត់អស់នៅសល់តែសាច់ប្រាក់ 3000 បាតដែលត្រូវបានទុកចោលនៅក្នុងហោប៉ៅខោតាមរយៈការពិនិត្យកន្លែងកើតហេតុគេបានរកឃើញស្លាកស្នាមនៃការវាយប្រតែប្រតប់និងស្នាមជើងរបស់បុគ្គលម្នាក់ទៀតនៅក្បែរសពប៉ុន្តែពេលនោះបច្ចេកវិទ្យាប្រមូលសំណាក់ឬ DNA មិនទាន់ជឿនលឿនដូចបច្ចុប្បន្នដែលធ្វើឲ្យភស្តុតាងសំខាន់ៗមួយចំនួនត្រូវបានកម្រិតលទ្ធផលនៃការពិនិត្យគួរឲ្យសោកស្ដាយរឿងក្តីនេះបានក្លាយជាអាថ៌កំបាំងដងងងឹតសុនសងអស់រយៈពេលជាច្រើនឆ្នាំបើទោះបីជាប៉ូលីសថៃបានធ្វើការត្រួតពិនិត្យ DNA លើអ្នកភូមិនិងក្រុមអ្នកសង្ស័យនៅជុំវិញតំបន់នោះជាង379នាក់ក៏ដោយក៏មិនបានរកឃើញនរណាម្នាក់ដែលមានលទ្ធផលត្រូវគ្នានឹងភស្តុតាងដែលនៅកន្លែងកើតហេតុនោះឡើយវឌ្ឍនភាពដែលធ្វើឲ្យការស៊ើបអង្កេតមានការភ្ញាក់ផ្អើលបានកើតឡើងក្នុងឆ្នាំ2020នៅពេលដែលវិទ្យាស្ថានវិទ្យាសាស្ត្រកសលវិจัยបានប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ដើម្បីស្វែងរក DNA ដែលនៅសេសសល់ពីគែមខោរបស់កញ្ញាតូម៉ូកូលទ្ធផលបង្ហាញថា Zen នោះមិនមែនជារបស់ជនជាតិថៃនោះទេប៉ុន្តែវាមានលក្ខណៈប្រហាក់ប្រហែលនឹងក្រុមប្រជាជននៅក្នុងតំបន់អាស៊ីបូព៌ានិងអឺរ៉ុបក្រៅពីតម្រុយអំពីបរិសុទ្ធជនជាតិបារាំងម្នាក់ដែលបានបាត់ខ្លួនទៅជាមួយម៉ូតូជួលនៅពេលនោះប្រព័ន្ធផ្សព្វផ្សាយជប៉ុនក៏បានរាយការណ៍ពីព័ត៌មានសាក់សីដែលបានបញ្ជាក់ថាបានឃើញបរិសុទ្ធជនជាតិបរទេសម្នាក់មានអាការៈស្លន់ស្លោនិងមានស្នាមឆ្កូតស្រដៀងនឹងក្រចកសាក់នៅតាមដៃនិងដងខ្លួនក្នុងថ្ងៃកើតហេតុដែលស្របនឹងការសន្និដ្ឋានថាកញ្ញាតូកូម៉ូបានព្យាយាមតស៊ូដើម្បីរស់រានមានជីវិតយ៉ាងអស់ពីកម្លាំងកាយចិត្តលោកយ៉ាស៊ូអាគីខាវ៉ាស៊ីដែលជាឪពុករបស់តូម៉ូកូមិនដែលបណ្ដាលឲ្យអតីតកាលឆក់យកការចងចាំរបស់កូនស្រីឡើយលោកបានធ្វើដំណើរពីជប៉ុនមកសាខោតីស្ទើរតែរាល់ឆ្នាំរាល់ពេលដែលមកដល់លោកតែងតែដាក់រូបថតរបស់តូម៉ូកូនៅក្នុងហោប៉ៅអាវនៅត្រង់បេះដូងជានិច្ចលោកធ្លាប់បានពោលថាក្នុងនាមជាឪពុកការនៅស្ងៀមដូចគ្មានអ្វីកើតឡើងគឺជាអ្វីដែលខ្ញុំមិនអាចទ្រាំទ្របានឡើយអ្វីដែលក្រុមគ្រួសារបារម្ភបំផុតនៅពេលនេះគឺជញ្ជាំងនៃពេលវេលាព្រោះច្បាប់របស់ប្រទេសថៃបានកំណត់អាជ្ញាយុកាលនៃរឿងក្តីឃាតកម្មត្រឹមតែ20ឆ្នាំប៉ុណ្ណោះនេះមានន័យថានៅក្នុងខែវិច្ឆិកាឆ្នាំ2027រឿងក្តីនេះនឹងត្រូវបានបញ្ចប់ក្នុងន័យនេះមានន័យថាឆ្នាំក្រោយរឿងក្តីនេះនឹងផុតអាជ្ញាយុកាលបច្ចុប្បន្នរដ្ឋាភិបាលថៃបានដំឡើងប្រាក់រង្វាន់សម្រាប់អ្នកផ្ដល់តម្រុយរហូតដល់2លានបាតឬ$760,000ដើម្បីជំរុញឲ្យអ្នកដែលមានព័ត៌មានចេញមកផ្ដល់ការបំភ្លឺទោះបីជាសង្ឃឹមមានតែទួចប៉ុន្តែលោកយ៉ាស៊ូអាគីនៅតែជឿជាក់ថាប្រសិនបើយើងធ្វើសកម្មភាពវានឹងបង្កើតឲ្យមានរលកនៃឥទ្ធិពលជាក់ជាមិនខានលោកមិនត្រឹមតែចង់បានការចាប់ខ្លួនប៉ុណ្ណោះទេប៉ុន្តែលោកចង់បានចម្លើយថាហេតុអ្វីបានជាកូនស្រីត្រូវមកបញ្ចប់ជីវិតនៅទីនេះគ្រួសារខាវ៉ាស៊ីតនៅតែសង្ឃឹមថាមុនពេលដែលឈានដល់ឆ្នាំ2027អភូតហេតុនៃយុត្តិធម៌នឹងកើតឡើងដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់តូម៉ូកូដែលរងចាំនៅវត្តសាផាន់ហិនអាចទៅកាន់សុគតិភពដោយពិតប្រាកដ